គាត់មានតែដាក់ទុកគាត់ហើយបែរជាទុកគាត់ទៅជានៅជាបទពិសោធន៍ដូចជាមេរៀនអញ្ចឹងណាដូចទៅកោះតិចហ្នឹងណាគេថានៅជាបទពិសោធន៍ទុកជាមេរៀនហ្នឹងដើម្បីសិក្សាបន្តទៅអញ្ចឹងការអស់បន្លាយដែលជានៅក្នុងរដ្ឋាភិបាលហ្នឹងហើយចាត់ធ្វើអ្វីមួយនៅតែមានការអស់បន្លាយទៅមុខទីទៀតហ្នឹងគឺនៅតែកើតមានរហូតដល់រឿងអំពើពុករលួយហើយខ្ញុំជឿជាក់ថាមិនងាយបើរដ្ឋាភិបាលមិនធ្វើការចំណាយតម្រង់ឲ្យស៊ីជម្រៅទេរដ្ឋមន្ត្រីក៏ដូចជាមន្ត្រីថ្នាក់ក្រោមចាអរគុណពុករលួយជាពោពេញក្រោយពីថាមហាដែនពុករលួយចាអរគុណជម្រាបលាលោកឆនចាអញ្ចឹងសំណួរទី1របស់លោកសវណ្ណហើយនិងលោកឆនសូមជូនទៅកាន់អាដាមឈៀងវុនហើយសំណួរទី2ជូនទៅកាន់អាដាមញ៉ែមពុនចរិតចាអញ្ចឹងសូមផ្ដល់ជូនអាដាមឈៀងវុនមុនចាចាអរគុណហើយដែលបងស្រីផល្លាខ្ញុំចង់ជំរាបឲ្យច្បាស់ចេះមិញកូនស្រីញ៉ែណែបងស្រីផល្លាបាទថាបានលើកថាអាយដំញ៉ែមពេញចរិតគាត់ជាអ្នកតំណាងរាជខេត្តព្រៃវែងចាខ្ញុំថាអត់ទាន់ដល់អ្នកតំណាងរាជខេត្តព្រៃវែងទេគាត់ជាបេក្ខជនតំណាងរាជដែលជាប់ឆ្នោតចាបាទអ្នកតំណាងរាជពិតប្រាកដត្រូវស្បត់ទៅតាមរដ្ឋធម្មនុញ្ញចែងបានទទួលតួនាទីជាអ្នកតំណាងរាជគាត់មានសុពលភាពហើយសមាជិកគណៈបកសង្គមជាតិទាំងអស់ដែលជាប់ឆ្នោតត្រូវបានប្រកាសសុពលភាពនៅក្នុងរដ្ឋាភិបាលរួចហើយដើម្បីឲ្យទៅជាអ្នកតំណាងរាជពិតប្រាកដមានតែភ័យឯកសិទ្ធិនិយាយទៅត្រូវបញ្ជាក់ត្រង់ឲ្យច្បាស់កុំឲ្យប្រើពាក្យខុសចាអាដាមក្មួយបើសិនជាក្មួយសុំក្មួយប្រើពាក្យនេះខុសក្មួយសុំទោសនៅក្នុងបន្ទប់ផ្សាយនេះតែម្ដងប៉ុន្តែសូមអាដាមបកស្រាយឲ្យត្រូវសំណួររបស់ប្រិយមិត្តខ្ញុំនឹងបកស្រាយកុំឲ្យប្រើពាក្យទៀតខុសទៅយល់ទេកុំឲ្យប្រើពាក្យខុសទៅចាមួយទៀតមិញនេះខ្ញុំបានបញ្ជាក់ច្បាស់ហើយក្មួយស្រីបានសួរខ្ញុំពីទូនាទីបរដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយបងស្រីមិនបានសួរខ្ញុំពីយន្តការឬច្បាប់ឬយុទ្ធសាស្ត្រឬនយោបាយក្នុងការប្រឆាំងអំពើពុករលួយទេណាខ្ញុំនិយាយមិញនេះលើកទី1ដែលខ្ញុំនិយាយពីតំណែងសភានិងអំពើពុករលួយបាទការអនុវត្តយ៉ាងម៉េចហ្នឹងបងស្រីបានសួរខ្ញុំទេបាទអញ្ចឹងខ្ញុំនិយាយខ្លីមិញហ្នឹងណាហ្នឹងហើយដោយឡែកឯកឧត្តមញ៉ាំបញ្ញត្តិបានលើកពីស្អីដែលគាត់មើលឃើញតែធ្វើមិនយ៉ាងម៉េចធ្វើយ៉ាងម៉េចខ្លះបាទមិនចំសំណួរទេឥឡូវខ្ញុំឆ្លើយសំណួរបងស្រីណាសំណួររបស់លោកសវណ្ណតើថាមិនសួរមិនតើតំណែងត្មងសំណួរនេះគឺនាងខ្ញុំបានសួរគ្នានាងខ្ញុំបានសួរទៅកាន់ប្រិមិត្តអ្នកស្ដាប់ថាតើរដ្ឋសភាមានតំណែងតំណងនឹងការចូលរួមប្រឆាំងអំពើពុករលួយដែរទេចាហើយដែលឡែកខាងតើសួរខ្ញុំដាក់ខ្ញុំឆ្លើយសំណួរតែប៉ុណ្្នឹងខ្ញុំឆ្លើយមិនកាត់មិនឆ្លើយគាត់វាខ្លីពេកចានេះគឺខ្ញុំនាងខ្ញុំសួរទៅកាន់ប្រិមិត្តអ្នកស្ដាប់ចាត្រូវឲ្យឆ្លើយគ្រប់សំណួរទាំងអស់ចាសូមអាដាមត្រឹមត្រូវមានចលនាភាពក្នុងការជជែកគ្នាមិញខ្ញុំសង្កេតឃើញឲ្យក្មួយស្រីសួរទៅប្រិយមិត្តរបស់យើងអ្នកខ្លះដែលគេឆ្លើយរៀងលំអៀងទៅគណៈបក្សសង្គ្រោះជាតិក្មួយស្រីបដ ாய் ឲ្យគេនិយាយទួចប់អត់មានកាត់គេទេណាដល់អ្នកដែលនិយាយលំអៀងបន្តិចមិនលំអៀងគាត់យល់ឃើញដែលមានលក្ខណៈរៀងងាកមកគណៈបព្វជិជនតិចបងស្រីកាត់គេព្រាមហ្មងឲ្យគេប្រនាងខ្ញុំផ្ទៀងទៅតាមនីតិខ្ញុំនិយាយថាខ្ញុំស្ដាប់រួចហើយមិញពេលដែលខ្ញុំនិយាយក្មួយស្រីបានបងស្រីបានគាត់ខ្ញុំរងរួចហើយមិនឲ្យខ្ញុំនិយាយតទៅទៀតណាដល់ឯកឧត្តមញ៉ាំពុញរិទ្ធនិយាយគឺនិយាយបង្រួញឲ្យគាត់និយាយទៅចប់តាមពិតនាងខ្ញុំទុកពេលហើយឆ្លើយទៅរឿងចាក់ដំណងបើឲ្យខ្ញុំឆ្លើយទៅរឿងចំនួនដែលគេលើកឡើងនេះខ្ញុំឆ្លើយដូចតទៅនេះទី1សួរថាតើសភាមានតំណែងតំណងពាក់ព័ន្ធនឹងការងារប្រឆាំងអំពើពុករលួយដែរឬអត់មានបាទហើយយើងអនុវត្តទៅតាមទូនាទីជាតំណាងរបស់ប្រជាប្រដ្ឋរបស់យើងស្ដាប់យើងចុះទៅតាមមូលដ្ឋានដែលជាគោលការណ៍របស់រដ្ឋសភា3ឆ្នាំយើងចុះទៅ3ខែយើងចុះម្ដងហើយ3ខែយើងនៅធ្វើការនៅទីក្រុងភ្នំពេញម្ដងនៅពេលដែលយើងចុះទៅយើងស្ដាប់ប្រជាប្រដ្ឋថាមានខុសមានឆ្គងមានអីយ៉ាងម៉េចហើយយើងយកមកវិញយើងនឹងដោះស្រាយសូមជម្រាបមិនមែនគណៈបព្វជិជនសមាជិកគណៈបព្វជិជនដែលជាសមាជិកសភានឹងមិនយកចិត្តទុកដាក់ទេក៏ប៉ុន្តែយើងមានក្រមសីលធម៌សមាជិកគណៈបព្វជិជនមួយកន្លងមកនេះយើងតែងតែអញ្ជើញរដ្ឋមន្ត្រីដែលចេញពីគណៈបព្វជិជនឬក៏អិសរាជជនណាមួយដែលធ្វើខុសទៅជជែកគ្នាផ្ទៃក្នុងគណៈបព្វហើយយើងបានធ្វើការពមៀនលោកច្រើនលើកច្រើនសារណាក៏ប៉ុន្តែមិននៅក្នុងសាធារណៈនៅក្នុងសភាយើងមិនអាចទៅទានគាត់ព្រោះយើងចេញពីចកោមតែមួយនិយាយឲ្យចំយើងមិនលាក់បានអីទេនិយាយការពិតក៏ប៉ុន្តែនៅក្នុងអាណត្តិទី5នេះគោលការណ៍របស់ថ្នាក់ដឹកនាំរបស់គណៈបព្វជិជនហើយជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលោកបានប្រកាសរួចហើយ
នៅក្នុងកម្មវិធីបើកដំបូងនៃគណៈរដ្ឋមន្ត្រីរបស់លោកបានបញ្ជាក់ប្រាប់រដ្ឋមន្ត្រីទាំងអស់ថាអ្នកដែលចង់មកធ្វើជារដ្ឋមន្ត្រីត្រូវចាំបាច់នៅពេលដែលមានសំណួរពីអ្នកតំណាងនេះត្រូវមកឆ្លើយរដ្ឋសភាណាត្រូវចាំបាច់ហើយឆ្លើយរដ្ឋសភាហើយអ្នកដែលធ្វើកិច្ចការនឹងកើតទេទទួលយកនឹងបានទេសូមលាលែងទៀតនេះជាជំហានធំមួយក្នុងការកែតម្រង់រវាងតំណែងសភានិងរដ្ឋបាលហើយមិនតែប៉ុណ្្នឹងទេបើសិនជារដ្ឋសភាមានសិទ្ធិអ្នកតំណាងមានសិទ្ធិដល់ប៉ុណ្នេះប្រជាពលរដ្ឋយើងទាំងអស់អាចពឹងពាក់សមាជិកសភាបានបាទអញ្ចឹងហើយយើងត្រូវធ្វើយ៉ាងម៉េចបញ្ហាពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយនេះគឺយើងត្រូវធ្វើការកែតម្រង់ស៊ីជម្រៅមិញឯកឧត្តមញ៉ាំពុជរិទ្ធបានលើកហើយការកែគាត់ឃើញការខ្វះខាតយើងឃើញការខ្វះខាតដូចជាចឹងដែរហើយការខ្វះខាតនេះធ្លាប់បានលើកឡើងនៅក្នុងរបាយការណ៍របស់អ្នករាយការណ៍ឲ្យអង្គការសហជាតិនៅក្រមប្រឹក្សាសិទ្ធិមនុស្សអង្គការសហជាតិដែរសូមរីគាត់ធ្លាប់មានបានលើកមួយចំនួនធំដែរយើងនឹងអនុវត្តទៅតាមចំណុចដែលគេលើកឡើងនឹងមួយចំនួនដែលត្រឹមត្រូវដែលល្អយើងយកអនុវត្តអាកន្លែងណាដែលមិនត្រឹមត្រូវយើងមិនយកអនុវត្តទេបាទព្រោះស្អីដែលគាត់លើកឡើងមិនមែនល្អទាំងអស់សម្រាប់អ្នកអនុវត្តនៅក្នុងសង្គមកម្ពុជាទេនេះទី1ទី2ចង់និយាយថានៅពេលដែលអ្នកតំណាងរាស្ត្រយើងទាំងអស់នៅក្នុងរដ្ឋសភានេះមិនចូលមកបំពេញតួនាទីរបស់ខ្លួនជាតំណាងរបស់ប្រជារដ្ឋនេះដូចលោកសវណ្ណគាត់សួរបាទគាត់សួរនេះសួរមិញគឺមានសារៈសំខាន់ណាស់យើងមិនអាចមកជជែកគ្នារហូតមកជួបបាយដោះស្រាយកើតតាមសម្លេងវិទ្យុតាមការស្រាយបំពងតាមខ្នល់ទេទោះតែទៅក្នុងរដ្ឋសភាយើងធ្វើការកែតម្រង់យើងត្រូវចងក្រងទាំងអស់គ្នាថាតើត្រូវធ្វើយ៉ាងម៉េចដើម្បីធ្វើអាស័យដែលយើងចង់បាននេះធ្វើជាមួយគ្នាយើងខ្ញុំចង់និយាយទេបាទអញ្ចឹងចំណូលពររបស់ខ្ញុំគឺមានតែមួយហ្នឹងឯងមកអង្គុយចរចាជជែកគ្នាបើកការងារធ្វើឲ្យបានត្រឹមត្រូវណាបាទហើយម្ដងទៀតខ្ញុំអំពាវនាវហ្មងពាវនាវឲ្យអ្នកតំណាងរាស្ត្រទាំងអស់នោះមកចូលសូមឲ្យអ្នកតំណាងរាស្ត្រដែលទៅជាតំណាងរាស្ត្ររួចហើយក៏ដូចជាអ្នកដែលជាបេក្ខជនជាប់ឆ្នោតអ្នកតំណាងរាស្ត្រហ្នឹងទៅបំពេញភារកិច្ចរបស់ខ្លួនហើយចូលមកក្នុងរដ្ឋសភាចាអរគុណច្រើនអាដាមចាសូមជម្រាបទៅកាន់ប្រិមត្តអ្នកស្ដាប់ថាកម្មវិធីនេះគឺស្អាតស្អំយើងខណៈនេះយើងកំពុងតែជជែកទៅលើរដ្ឋសភានិងការចូលរួមប្រឆាំងអំពើពុករលួយចាហើយវាគ្មិននៅក្នុងបន្ទប់ផ្សាយរបស់យើងមាន2រូបចាហើយឥឡូវនេះមិញនេះលោកអ្នកបានជ្រាបហើយនៅការបកស្រាយរបស់អាដាមឈៀងវុនឥឡូវសូមជូនទៅកាន់ខាងអាដាមញ៉ែពុញរិទ្ធម្ដងចាដែលមុននឹងឆ្លើយទៅសំណួរបងស្រីសាវឿនបងប្រុសសីហៈនៅភ្នំពេញហើយនិងបងប្រុសឈុននៅខេត្តកណ្ដាលខ្ញុំឯកភាពជាមួយនឹងអ្វីដែលអាដាមឈៀងវុនបានមានប្រសាសន៍ខ្ញុំមិនទាន់ជាតំណាងរាស្ត្រមែនគឺជាបេក្ខជនជាប់ឆ្នោតដែលមានសុពលភាពអញ្ចឹងហើយបានប្រសាសន៍របស់លោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិនិងអាដាមកិនសុខាអនុប្រធានគណៈបក្សសង្គ្រោះជាតិហៅថាសភាមិនគ្រប់ទឹកនោះគឺត្រូវមែនពីព្រោះមិនទាន់មានតំណាងរាស្ត្រ123រូបនៅឡើយទេដូច្នេះរាល់ការសម្រេចអីទាំងប្រមាណដែលយើងបានឮតែ68លើ68បានន័យថា 100% មិនមែនសម្លេងភាគច្រើន 50% បូក1លើសមាជិកសភាទាំងមូលទេសមាជិកសភាទាំងមូលគឺ123រូបដូច្នេះខ្ញុំមិនទាន់ជាតំណាងរាស្ត្រនិងខ្ញុំឯកភាពមួយអាដាមឈៀងវុនគឺសភាមិនគ្រប់ទឹកមែនចំណុចមួយទៀតដែលបងអូនប្រុសសីហៈលើកឡើងជាងស្វាគមន៍យោបល់របស់បងអូនក៏ប៉ុន្តែខ្ញុំមិនដឹងថាមុខរបររបស់បងអូនរកស៊ីធ្វើអ្វីមុខការងារបងអូនធ្វើអ្វីប្រាក់ចំណូលបានប៉ុន្មានខ្ញុំសូមឲ្យបងអូនបើកទ្វារចិត្តបើកទ្វារបើកភ្នែកពិនិត្យហើយឲ្យមានគំនិតទូលាយមួយគិតពីបញ្ហាសង្គមជាតិខ្មែរទាំងមូលសំណួរសួរថាប្រាក់ខែកម្មករ$80រស់បានហើយអត់បងអូនគិតសិនសំណួរសួរថាប្រាក់ខែមន្ត្រីរាជការប៉ុណ្ណឹងរស់បានហើយអត់ដូច្នេះយើងយកការពិតជាក់ស្ដែងនៃសង្គមយកមកមើលបានចឹងទៅពីការតម្លើងប្រាក់ខែដែលបងអូនលើកសួរដេញដោលថាពួកយើងនឹងដើរស្រែកតាមផ្លូវថ្នល់ឲ្យទាំងប្រមាណគឺដើម្បីជីវភាពប្រជាពលរដ្ឋដោះស្រាយបញ្ហាសង្គមខ្មែរយើងខ្ញុំសង្ឃឹមថាបងអូនជាខ្មែរដែរហើយបងអូនអាចយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋយើងដែលបានប្រាក់ចំណូលតិចហើយបើបងអូនមានឪពុកម្ដាយជាកសិករធ្វើស្រែទៀតបានបងអូនដឹងថាលោកខិតខំធ្វើការមួយថ្ងៃទៅយប់រកប្រាក់ចិញ្ចឹមកូនមិនបានរលួយបងថ្លៃសាលាឲ្យកូនរៀនមិនបានដូច្នេះជារឿងមួយឈឺចាប់ណាស់ដូច្នេះបងអូនសីហៈនឹងយកទៅគិតពិចារណាឡើងវិញចំណាយតម្រង់ប្រព័ន្ធយុត្តិធម៌បងអូនលើកថាមន្ត្រីធ្វើការតុលាការបានប្រាក់ខែច្រើនហើយដូចជាមិនប្រមាណទេបងអូនដូច្នេះបងអូនយកទៅសិក្សាបន្ថែមវាមិនមែនរឿងនោះទេរឿងមួយទៀតរឿងកាត់ជំនួយពាក្យហ្នឹងគេយកទៅបំភ្លៃបំភាន់អ្វីដែលយើងនិយាយគឺសូមឲ្យពិនិត្យមើលឲ្យច្បាស់ពីព្រោះថវិកាជាតិ
ចិត្តដល់ពេលទៀតណា$3,500 លានសម្រាប់2014យើងត្រូវការប្រាក់កម្ចីប្រមាណជា$1,000 លានទាំងអស់នោះដែលយើងចង់ឲ្យមានតម្លាភាពឲ្យយកមកនឹងប្រើចំគោលដៅហើយកុំឲ្យមានអំពើពុករលួយបាត់បង់ថវិកាទាំងអស់នោះចាអរគុណច្រើនអាដាមចាសូមអធិស្ឋានដែរអាដាមប្រធានសំណួរមួយនេះរៀងចាក់ឆ្ងាយបន្តិចពីប្រធានបទរបស់យើងប៉ុន្តែឥឡូវយើងវិលមកចូលក្នុងប្រធានបទយើងបន្តទៀតសិនតាក់ទងជាមួយនឹងយើងឃើញថាចាសូមអធិស្ឋានយើងមានប្រិមិត្តមួយរូបទៀតទៅហើយចាយើងបន្តជួបជាមួយប្រិមិត្តយើងសិនសូមជួបជាមួយនឹងលោកជីវ៉ាចានៅក្នុងពេញចាសូមជម្រាបសួរលោកជីវ៉ាចាបាទជំរាបសួរបងអ្នកសម្រាប់ពលហើយសូមជម្រាបសួរលោកវិក្កាមបងខ្ញុំទៅបានអ្នកសម្រាប់ពលឬក៏អ្នកប្រាប់តែទៅតាមខ្ញុំប្រាប់ថាខ្ញុំនិយាយខ្លីអញ្ចឹងការខ្លីរបស់ខ្ញុំមិនដឹងថាបានប្រហែលទេឥឡូវខ្ញុំសូមជម្រាបសួរដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតាមដានស្ដាប់នៅកម្មវិធីនេះបងប្អូនទៅពិចារណាឲ្យបានមែនទែនរាល់អ្នកថាគេទៅថាទៅតាមកំណត់ដែលគេនិយាយឃើញឥឡូវយើងនិយាយពីទូនាទីរបស់រដ្ឋាភិបាលក្នុងការដោះស្រាយទៅលើអំពើពុករលួយយើងមើលតាមជាក់ស្ដែងនៅក្នុងសភារបស់យើងសពខ្សែតែពីសភាជាអ្នកដំណើររឿងរបស់ប្រជាពលរដ្ឋអត់តាមខ្ញុំយល់មិនមែនជាដំណើររឿងរបស់ប្រជាពលរដ្ឋគឺជាដំណើររឿងរបស់បកហើយគឺជាដំណើររបស់មេបកនឹងទីផងមេបកនឹងមានឥទ្ធិពលខ្លាំងណាស់ចំពោះសមាជិកនៅក្នុងសភាហ្នឹងអញ្ចឹងយើងមើលថាតើជាដំណើររបស់ប្រជាពលរដ្ឋណាអត់ថាមិនមែនទេជាហេតុអីបានអញ្ចឹងតែប្រទេសយើងហ្នឹងកាលពីប្រជាពលរដ្ឋមានតែឈ្មោះទេតែប៉ុន្តែបងប្អូនចង់បាននៅប្រទេសមួយដែលកាលពីជាតៃដែលអ្នកតំណាងយើងទៅបានយើងនឹងបញ្ជាឲ្យធ្វើតាមយើងទៅប្រកបនៅក្នុងរដ្ឋធម្មនុញ្ញគេថាយើងនឹងដែលជាប្រជាពលរដ្ឋគឺជាម្ចាស់ប្រទេសអំណាចទាំងអស់គឺជាអំណាចរបស់ប្រជាពលរដ្ឋអរគុណច្រើនលោកជីវ៉ាសូមលោកផ្ដល់ជាសំណួរតែម្ដងតាក់ទងជាមួយនឹងសភាចាតាមការយល់របស់ខ្ញុំខ្ញុំចង់ឲ្យបងប្អូនទឹកឲ្យច្បាប់ឲ្យអ្នកតំណាងនៅក្រោមច្បាប់ទាំងអស់គ្នាមិនមែនឲ្យគេអង្គុយលើច្បាប់យើងគេដាក់ច្បាប់លើយើងទេគឺនយោបាយរដ្ឋមន្ត្រីនេះគឺមានអំណាចឲ្យមានអង្គអ្នកកុំឲ្យមានមេធាវីមានពលរដ្ឋគាត់កាន់ទូទៅដល់រដ្ឋបាលការគាត់ខ្លាចគាត់ទីឲ្យឆ្លៃឲ្យស្ដាប់ចាំបងប្អូនប្រជាពលរដ្ឋនៅក្នុងការប្រទេសបងប្អូនចង់បានឲ្យនឹងអត់បងប្អូនចង់បានយើងចូលទៅដល់ទេសូមអរគុណសូមជម្រាបលាចាអរគុណច្រើនលោកមិនមានជាសំណួរទេចាឥឡូវយើងបន្តជួបជាមួយនឹងលោកសុផលមួយរូបទៀតនៅខាងខេត្តសៀមរាបចាសូមជម្រាបសួរលោកសុផលចាបាទសូមជម្រាបសួរអ្នកជំនុំមកសូមជម្រាបសួរឲ្យលោកខៀងបុនលោកខៀងបុនមកដល់ញ៉ាំបញ្ញត្តិផងខ្ញុំយល់ថារឿងបញ្ហាដែលពុករលួយមួយគឺទាំងរាជទាំងមន្ត្រីគឺលឺដល់ពាក្យពុករលួយមួយគឺគេស្អប់ខ្ទើមណាខ្ញុំទៅជឿថាយ៉ាងណាទៅមិនលើអាឡែងសិលពុករលួយមួយយ៉ាងណាក៏ស្អប់ខ្ទើមដែរយើងចង់និយាយថាតើអាឡែងយើងចង់សួរមួយយើងចង់សួរថាតើរដ្ឋាភិបាលเขาធ្វើយ៉ាងម៉េចដើម្បីគ្រប់គ្រងបញ្ហាពុករលួយបញ្ហាសំខាន់គឺតើសភាធ្វើការឬអត់បើសភាមិនព្រមធ្វើការផងឲ្យរឿងបញ្ហាដែលឲ្យទៅគ្រប់គ្រងទៅបញ្ហាពុករលួយគ្រប់គ្រងរបៀបម៉េចដូចខ្ញុំរៀនតាំងតែចង់សួរឲ្យអាដាមតែញ៉ាំបញ្ហាមិនផងថារឿងបញ្ហាសភាប្រពន្ធខ្ញុំជាតែម្ចាស់ឆ្នោតខ្ញុំមិនយល់ស្របទេប្រទេសឥឡូវនៅរឿងបញ្ហា123នាក់ដដែលតែចំពោះហើយ55នាក់របស់អស់លោកថាមិនព្រមចូលដោយសារអស់លោកព្រមចូលទៅមកលោកបោកមកលោកសភារំគ្រប់ទឹកទៅលោកមិនទាន់បោកបងហ៎នៅចេញចាំមួយល្មមចូលធ្វើការហើយជាគេចង់រឿងបាច់ចង់មានថ្ងៃហ្នឹងអញ្ចឹងអស់រឿងថាទៅមានอะไรសភាอะไรមានតំណាងផ្សេងពីគណៈបកចូលរួមដើម្បីរឿងបញ្ហាដោះស្រាយបញ្ហានេះក៏មានបញ្ហាឲ្យមានរឿងបញ្ហាอะไรដែលដូចជាកម្មវិធីនោះឲ្យមានតទៅរហូតកុំឲ្យរឿងបញ្ហាវាមានទៅចូលដើម្បីកាច់កង់គ្នាដើម្បីយើងចូលទៅយើងដោះស្រាយការងារបាទខ្ញុំសូមអរគុណបាទចាអរគុណច្រើនលោកសុផលចាសូមជម្រាបលាឥឡូវយើងបន្តជួបលោកកឹមសីនៅភ្នំពេញចាសូមជម្រាបសួរលោកកឹមសីចាសូមខ្លីផងលោកណាចាសូមផ្ដល់ជាសំណួរតែម្ដងចាបាទអធិស្ឋានខ្ញុំអត់មានសំណួរប៉ុន្តែខ្ញុំចង់បញ្ជាក់ទៅអាយដាមឈឹងវុនបន្តិចចង់បញ្ជាក់ថាតើអាយដាមនិយាយមិនថាក្រមសីលធម៌អញ្ចឹងសូមបញ្ជាក់សូមឲ្យអាយដាមបញ្ជាក់ពីក្រមសីលធម៌ហ្នឹងថាបើអាយដាមចូលក្នុងវិទ្យុហើយបាទលោកចង់បង្ហាញពីក្រមសីលធម៌យ៉ាងម៉េចចាបញ្ជាក់ឲ្យខ្ញុំចង់បញ្ជាក់ថាបាទពីក្រមសីលធម៌របស់លោកជាសភាអញ្ចឹងបងបាទហើយខ្ញុំចង់សួរគាត់ថាបើក្រមសីលធម៌បើលោកជាសភាអាយដាមជាសភានោះហើយបើគាត់ថាគាត់ចូលតាមវិទ្យុបើអាយដាមដៅគេនិយាយអញ្ចឹងតើក្រមសីលធម៌នោះនៅកន្លែងណាខ្លះអាយដាមបាទហ្នឹងខ្ញុំមានសំណួរសូមអរគុណចាសូមជម្រាបលាលោកណាចាសូមជូនទៅកាន់អាដាមញ៉ែមបញ្ញរិទ្ធមុនតកតងនឹងសំណួររបស់លោកជីវ៉ាចាបាទអរគុណច្រើនអូនប្រុសជីវ៉ានៅភ្នំពេញភាសាហ្នឹងខ្ញុំធ្លាប់បានលើពីបាក់មួយដែលចំណាំទៅនិយាយពីរឿងកំណែតម្រង់នាយករដ្ឋមន្ត្រីកាត់បន្ថយអង្គរៈនេះនោះទាំងប្រមាណខ្ញុំសូមបញ្យល់ប្រាប់បងនៅខ្លីទៅបង
ការដឹកនាំប្រទេសជាតិរឿងទាំងអស់នេះគេហៅថាការងារផ្នែកដត